បាទយើងបន្តគូទី32ខ្ញុំបានជម្រាបជូនដល់មិញហើយកំពុងតែចូលសែនជ័យអ្នកប្រេងចាញ់បាទអ្នកប្រេងចាញ់កំពុងតែទស្សនាហើយណាបាទឥឡូវបដូរមកខ្សែទឹកខាងក្នុងបាទគណៈដែលខ្សែការប្រជើងទី1ទទួលបានជ័យជំនះមកស្កត់ក្បាលហើយខ្សែទឹកខាងក្រៅជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងគ្រំលវាអែមបាទឥឡូវយើងមើលប៉ះគ្នានៅជើងទី2នេះតើនឹងមានការព្រួលប្រែឬយ៉ាងណាបាទដែលចូលសែនជ័យឯកសន្តានរបស់គាត់គឺពណ៌ស្លាទុំពណ៌សចំណែកឯបាទខាងបឹងគ្រំឯណោះឯកសន្តានពណ៌បៃតងចុងចវាពណ៌សបាទមួយផែនម្នាក់មួយពណ៌ម្នាក់បាទមួយខ្សែម្នាក់បាទលទ្ធផលចាំមើលសម្រស់បាទល្អដូចគ្នាលបឿនក៏នៅតែការចាក់យោងមកចំណុះទូកទាំងពីរបាទកំពុងតែចាក់យោងសម្ដៅមកទីព្រាត់ស្គរជេនេះកំពុងតែចាំមិនលើឡើងថាទូកណាមកដល់មុនទូកណាមកដល់ក្រោយបាទទូកមកដល់មុនគាត់ទុងស្គរទទួលទៅបាទអ្នកមកដល់ក្រោយនេះគាត់ឆ្លើយតបទៅវិញបាទឥឡូវយើងបន្តមើលនៅខ្សែទឹកខាងក្នុងបាទកំពុងតែចូលសែនជ័យជើងទី1ល្អណាជើងទី2អាចយ៉ាងម៉េចដែរជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រមអ្នកលវាអែមល្អសម្រាប់ជើងទី2នេះល្អមែនតើបាទឥឡូវនេះយើងឃើញថាអត់ទេប្រហែលជាមិនតាន់ទេមិនឲ្យអ្នកប្រេងចាញ់អើយបាទការវុធាបាទមិនឲ្យបាទជើងទី2នេះបាទចែកគ្នាឈ្នះគ្នាមួយជើងម្នាក់ឈ្នះបាទជើងទី1នោះកំពូលដែលចូលសែនជ័យដែលមកប្រេងចាញ់នោះបាទគឺគាត់ឈ្នះតែមិនជាច្រើនប្រមាណនេះឥឡូវនេះបឹងគ្រំបាទ